សុខស្ដីដល់អ្នកគ្នាយើងជួបគ្នានៅក្នុងវគ្គនេះចាឃើញហើយយើងត្រឡប់មកកន្លែងដើមយើងវិញហើយដោយសារតែវគ្គមុនទទួលយកបានខ្លាំងមែនតើសំឡេងដឹងស្អីណាស្អីណីព្រោះបន្ទប់ក្រុមហ្នឹងវារៀងអេកូដល់ចុងវាឡងទៅវិញទៅមកវិញនឹងសំឡេងយកអត់និយាយទៅពិបាកស្ដាប់សូម្បីតែម្លងពេលខ្ញុំកាត់តក៏ខ្ញុំដឹងដែរយ៉ាតែពេលហ្នឹងរៀបចំថតសារឡើងវិញអត់តាន់ Anyway យើងចូលមកក្នុងវគ្គនេះគឺខ្ញុំនឹងយករឿងរបស់គ្នាយើងម្នាក់ទៀតដែលគាត់បានឆាតមកចែករំលែកដែលខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ថាច័ន្ទសាររឿងមួយនេះគឺតាក់ទងជាមួយនឹងដំណើរកំសាន្តរបស់ពួកគាត់ដែលបើនិយាយទៅអ្នកដែលគាត់trip ហ្នឹងណាគឺមាន6នាក់ហ្នឹងគឺប្រុស4ស្រី2ដែលច័ន្ទគាត់បាននិយាយថាអញ្ចឹងស្រី2ហ្នឹងគឺមានគាត់ហើយនឹងប្អូនស្រីរបស់សង្សារចាស់គាត់ចាហើយបើប្រុស4នាក់នោះវិញគឺមាន2ជាមិត្តភក្តិគាត់ម្នាក់ទៀតគឺអ៊ិចគាត់ហើយនឹងប្អូនប្រុសរបស់អ៊ិចគាត់ចឹងទាំងអស់4ណាអញ្ចឹងគាត់ថាដំណើរកំសាន្តហ្នឹងគឺជាប្រភេទដំណើរកំសាន្តបែបស្លន់ចាព្រោះនិយាយគ្នាប្រយុទ្ធស្អែកឡើងលើកតបទៅបណ្ដោយគាត់និយាយថាអញ្ចឹងណាគាត់ថាគ្រាន់តែឆាតរកគ្នាយប់ឡើងភ្លាមព្រឹកស្អែកព្រឹកឡើងចាញ់ទៅហ្មងដែលទៅហ្នឹងគឺគាត់ទៅតំបន់សមុទ្រគោលបំណងគឺទៅបោះតង់ចាគាត់បាននិយាយដែរថាអញ្ចឹងគាត់ថាដំណើរកំសាន្តហ្នឹងគាត់ជិះម៉ូតូទៅគាត់បាននិយាយអញ្ចឹងណាថានៅពេលដែលគាត់ទៅដល់ហ្នឹងគឺគាត់រៀបចំបោះតង់បោះអីអញ្ចឹងទៅនៅសមុទ្រហ្នឹងហ្មងហើយគាត់បាននិយាយថាអញ្ចឹងគាត់ថាពេលហ្នឹងគឺមានអ្នកទៅបោះតង់ច្រើនណាស់ចំពេលគេទៅបោះតង់ច្រើនណាហើយពេលដែលគាត់ចេញដំណើរទៅពីផ្ទះនេះភ្លាមហ្នឹងគឺគាត់រំពឹងទុកណាថានៅពេលដែលគាត់ទៅបោះតង់ហ្នឹងគឺដឹងតែត្រជាក់ស្រួលគេញ៉ៃប៉ុន្តែនៅពេលដែលគាត់ទៅដល់វាអត់ត្រជាក់ទេរៀងក្តៅហប់ហើយគាត់និយាយទៀតថាអញ្ចឹងគាត់ថាពេលដែលគាត់ទៅដល់ហ្នឹងធម្មតានៅពេលដែលយើងទៅយើងមិនញ៉ាំអីជុំគ្នាហើយគាត់បាននិយាយដែរគាត់ថាពេលហ្នឹងគ្នាគាត់ប្រុសទាំង4នាក់ហ្នឹងគឺសិតតែមានខ្សែករបៀបបតោងខ្នាយហ្នឹងហើយរបៀបគេពាក់ការពារខ្លួនអញ្ចឹងណាហើយបោះសង្សារគាត់ចាស់ហ្នឹងគឺគាត់ធ្លាប់យកទៅប្រសិទ្ធិជាមួយនឹងប្រសងហើយដែលពេលនងដែរប្រសងគឺមានសង្កេតការថានៅក្នុងបតោងហ្នឹងគឺមានអាការខ្លាំងនៅក្នុងហ្នឹងណាចាដែលអាចជួយការពារថែរក្សាយើងបានចាស់មួយចុះពីរចឹងទៅហើយគាត់ពាក់នៅជាប់ខ្លួននឹងឯងគាត់មក trip ហ្នឹងក៏គាត់ពាក់មកដែរចាហើយគ្នាគាត់4អ្នកប្រពន្ធហ្នឹងគឺតែមានខ្សែករបៀបអញ្ចឹងទាំងអស់អត់តែស្រីណាហើយគាត់និយាយទៀតថាអញ្ចឹងថាពេលហ្នឹងគឺគាត់នាំគ្នាពូនខ្សាច់គាត់បាននិយាយប្រាប់ខ្ញុំដែរគាត់ថាពេលហ្នឹងគឺគាត់អត់ចាប់អារម្មណ៍ទេប៉ុន្តែនៅពេលដែលគាត់យករូបយកមកមើលមែនតើបានមើលឃើញថាគាត់មើលមែនតើព្រោះពូនចេញមករៀងស្រួយចឹងហើយមានដោតដូចយកกระดาษជុំមកទៅដោតទៅអុចពីលើដូចអញ្ចឹងឃើញដូចមានទង់សនៅពីលើហ្នឹងអញ្ចឹងចាគាត់ថាដល់ពេលយករូបស្លឹកដែលគាត់បានថតទុកជាអនុស្សាវរីយ៍នឹងយកមកមើលវិញណាបានចាប់អារម្មណ៍កន្លែងហ្នឹងចង់បញ្ជាក់ដែរថារឿងនេះគឺកើតឡើងនៅក្នុងឆ្នាំ2021ចាគាត់បាននិយាយទៀតថាអញ្ចឹងគាត់ថាពេលហ្នឹងអត់មានតចាប់អារម្មណ៍អីទេចាក់ស្ដែងនៅក្នុងពេលបោះតង់ហ្នឹងហ្មងណាគឺសុបាយទាំងអស់គ្នាហើយគាត់បាននិយាយដែរថាពេលយូរទៅយើងញ៉ាំយើងផឹកយើងស្វឹងសុបាយទាំងអស់គ្នាអញ្ចឹងទៅក៏រាប់ញាតជាមួយនឹងអ្នកបោះតង់ជាមួយគ្នានៅចិត្តហ្នឹងអញ្ចឹងណាព្រោះដូចគាត់និយាយអញ្ចឹងថាអ្នកបោះតង់មានច្រើនគាត់ថាចូលដល់រៀងយប់តិចក៏មានអ្នកចាប់ផ្ដើមនិយាយរឿងខ្មោចចានិយាយរឿងខ្មោចពេលកំពុងបោះតាំងហ្នឹងអញ្ចឹងណានិយាយឲ្យពេលហ្នឹងចានគាត់និយាយគាត់ថាបងហ្នឹងនិយាយពីថាបកាយនិយាយរឿងខ្មោចមែនតើស្ដាប់ទៅគឺជក់ចិត្តខ្លាំងណាគាត់ថាស្ដាប់ជក់តែក៏រៀងព្រឺរោមណារហូតដល់ខ្ទង់ម៉ោង12យប់បានគាត់ចាប់ផ្ដើមចូលក្នុងតង់ដើម្បីគេងបើនិយាយទៅតង់របស់គាត់ហ្នឹងគឺគេង4នាក់ដែលមានគាត់មានសង្សារចាស់គាត់ហើយនឹងប្អូនគេទាំង2នាក់អញ្ចឹងទៅហើយដល់ពេលតង់មួយទៀតគឺមានពួកម៉ាក់គាត់ប្រុស2នាក់គេងជាមួយគ្នាហ្នឹងហើយគាត់បាននិយាយថាគាត់គេងអត់កើតសោះហ្មងព្រោះវាមានអារម្មណ៍ថាក្តៅវាដូចអាសះសោះនៅក្នុងខ្លួនអញ្ចឹងណាអញ្ចឹងគាត់ក៏ចេញក្រៅដល់ពេលចេញក្រៅទៅគឺគាត់ជួបគ្នាជាមួយនឹងបងដែលគាត់មកបោះតង់នៅនឹងដែរអញ្ចឹងគេកំពុងរាវចាប់ក្តាមចាអញ្ចឹងគាត់ក៏ទៅលេងជាមួយគេអញ្ចឹងទៅហើយប្អូនរបស់គាត់ហ្នឹងចង់ទៅបត់ជើងតូចតែគាត់ថាអញ្ចឹងនៅក្នុងអំឡុងពេលនោះណាគាត់ថាប្អូនរបស់គាត់អ្នកមើលឃើញប្អូនស្រីរបស់សង្សារចាស់គាត់ហ្នឹងអ្នកមើលឃើញដូចស្មៅសស្ទង់ដូចកំពុងមើលមកពួកគាត់អញ្ចឹងណាដល់អញ្ចឹងគាត់នេះកំពុងបត់ជើងតូចអញ្ចឹងគាត់បញ្ញាប់ធ្វើម៉េចឲ្យហើយអាចចូលគេងវិញអញ្ចឹងណាហ្នឹងហើយគាត់បាននិយាយដែរថាយប់ទី1គឺតែប៉ុណ្្នឹងឯងដឹងតែប៉ុណ្្នឹងឯងតែគ្រាន់តែថាគាត់រៀងព្រឺសបល់រៀងមានអារម្មណ៍ថាអត់ស្រួលដែរប៉ុន្តែក៏មិនច្បាស់ 100% ហ្មងដែរពេលហ្នឹងហើយគាត់និយាយទៀតថាថ្ងៃព្រឹកថ្ងៃបន្ទាប់គាត់ចាប់ផ្ដើមទៅលេងជ្រោះទៅលេងទឹកជ្រោះគាត់បាននិយាយដែរថាកន្លែងទឹកជ្រោះហ្នឹងស្អាតអីចឹងណាតាមផ្លូវដែលយើងដើរទៅហូរអញ្ចឹងណាមានរបៀបដូចអាស្រមអ្នកតាគាត់ថាគាត់អត់ស្គាល់ថាអ្នកតាហ្នឹងគេហៅឈ្មោះអីប្រកាសទេប៉ុន្តែគាត់ថាបើតាមរូបចល័តហ្នឹងគាត់មើលគាត់ចាំថាលោកតាហ្នឹងគឺគាត់មានកសែងបង់កពកក្រហមចាគាត់ឃើញហើយដល់អញ្ចឹងគាត់ក៏ទម្លាប់របស់គាត់តាមធម្មតានៅពេលដែលគាត់ឃើញអញ្ចឹងគឺគាត់សាពះសាធុ
ចាដូចខ្ញុំដែរសាពះសាធុបសុំសុខសុខសប្បាយអញ្ចឹងណាហើយបើសិនជាយើងមានខុសមាត់ខកកឬមកគ្នាយើងមានខុសមាត់ខកកអីសុំកុំឲ្យគេប្រកាន់អញ្ចឹងណាគាត់សាពះមានតែគាត់ទេសាពះកាលពេលហ្នឹងគេដាក់ហួសអស់ហើយប្រុស4នាក់នោះវិញនៅពេលដាក់ហួសហ្នឹងគឺគេនឹងនិយាយគ្នាអួតខ្សែកចាអួតថាងខ្សែករបស់គេខ្លាំងចាស់មានអ្នកកាន់មានអ្នកថែរក្សាមានអ្នកអីអញ្ចឹងណាគេនាំគ្នាដើរគ្នាគេអញ្ចឹងហើយគេនិយាយអញ្ចឹងទៅហើយដល់ពេលគាត់ពីក្រោយនេះវិញក៏ដើរតាមពីក្រោយអញ្ចឹងណាហើយគាត់និយាយទៀតថាអញ្ចឹងថាបន្ទាប់ពីទៅលេងទឹកជ្រោះហ្នឹងហើយបន្ទាប់ពីទៅលេងទឹកជ្រោះហ្នឹងហើយគាត់ក៏នាំគ្នារៀបអីវ៉ាន់គាត់អត់បោះតាំងទៀតទេយប់នេះព្រោះដោយសារតាយប់ទី1អត់បានគេងទេចាពិបាកគេងខ្លាំងគាត់បានសួរពូម៉ាគាត់ប្រុស2នាក់ទៀតដែរគេក៏អត់បានគេងដែរហ្នឹងហើយអាលីបថា for some reason មិនដឹងថាដោយមូលហេតុអីមួយគឺពិបាកគេងវាអាចថាមកពីហប់វាអត់តែជាក់ដោយការគិតឬមួយក៏មិនចាព្រោះពេលខ្លះនៅពេលដែលក្តៅទោះបីជាយើងរៀងដូចថាវាមិនត្រជាក់ប៉ុន្តែក៏យើងនៅតែអាចគេងបានដែរមិនអញ្ចឹងដូចពេលខ្លះអញ្ចឹងផ្ទះដាច់ភ្លើងយើងនៅដេកលក់យល់អត់ហ្នឹងហើយតែនៅក្នុងករណីគាត់និយាយនេះគាត់ថាម្នាក់គឺអត់មានតែគេងបានទេអញ្ចឹងហើយយប់ទី2ហ្នឹងក៏សម្រេចចិត្តទៅគេងនៅអូតែលវិញចាទៅគេងនៅកន្លែងគេងធម្មតាវិញអញ្ចឹងណាគាត់ក៏នាំគ្នាជិះម៉ូតូហ្នឹងឡើងទៅទីរួមខេត្តដល់ពេលគាត់ឡើងទៅទីរួមខេត្តទៅហ្នឹងគឺសំដៅទៅរផ្ទះមួយដែលគាត់អាសាទៅគេងចាគាត់អាសាទៅគេងនឹងខ្លាំងអត់ដែរជួបមានបញ្ហាអីទេដល់ពេលលើកនេះនៅពេលដែលគាត់ទៅចៃដនអីផ្ទះហ្នឹងវាពេញចាសល់តែមកបន្ទប់គាត់ដល់សល់តែមកបន្ទប់គាត់ក៏យកបន្ទប់ហ្នឹងដែលនៅក្នុងបន្ទប់ហ្នឹងគឺមានក្រែ3ល្មមចាអញ្ចឹងមានន័យថាគាត់គេងជាមួយគ្នាទៅមកខែមនុស្ស2អញ្ចឹងណាចាគាត់ធ្វើសម្រាប់ចិត្តយកបន្ទប់ហ្នឹងគាត់យកបន្ទប់ហ្នឹងហើយគាត់ថាគាត់អត់បានចាប់អារម្មណ៍ដែរនៅពេលដែលបើកទ្វារបន្ទប់ចូលទៅគឺឃើញតែបន្ទប់ហ្នឹងមានតសកដាលតសកដាលអញ្ចឹងហើយអាកន្លែងធ្នំបន្ទប់ធ្នំអីហ្នឹងគឺនៅចំខែទី1ហ្នឹងហ្មងតែគាត់ថាគាត់អត់បានចាប់អារម្មណ៍ដែរពេលហ្នឹងហើយគាត់បាននិយាយទៀតថាអញ្ចឹងគាត់ថាគាត់នាំគ្នាចូលទៅហើយពេលចូលទៅហ្នឹងគឺគាត់ប្រាប់ឲ្យប្រុសនំគ្នាទៅទិញប្រហិតញ៉ាំអញ្ចឹងណាគាត់បាននិយាយដែរគាត់ថាឡើងភ្នំឡើងអីហ្នឹងឲ្យហត់ស្រីហត់សុំអត់ចាញ់តាណាទាំងអស់នៅក្នុងបន្ទប់ឲ្យប្រព័ន្ធនោះទៅទិញទៅអញ្ចឹងគាត់ជាមួយនឹងប្អូនបោះអិចគាត់ប្អូនស្រីបោះអិចគាត់ហ្នឹងក៏នៅក្នុងបន្ទប់ហ្នឹងហើយគាត់បាននិយាយដែរថាគាត់ចាប់អារម្មណ៍មើលឃើញថាទូទួនៅក្នុងបន្ទប់ហ្នឹងណាវាចាធម្មតាទូទួគេមិនដាក់ត្រង់តែបន្ទប់នេះនៅពេលដែលចូលមកដល់គាត់មិនដឹងមិនដែរគាត់ថាគាត់ចាប់អារម្មណ៍ទូទួវាអញ្ចឹងគាត់ក៏ប្រាប់ឲ្យប្អូនបោះអិចគាត់ហ្នឹងប្រវែទូទួអញ្ចឹងណាចឹងបបាយទូមកត្រង់មកហើយគាត់បាននិយាយថាអញ្ចេះអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍នោះគឺគាត់រៀងព្រឺខ្នងជាពិសេសគឺនៅពេលដែលគាត់ចូលក្នុងបន្ទប់ទឹកគាត់បាននិយាយដែរថាពេលហ្នឹងគឺគាត់អត់ហ៊ានចូលងូទឹកម្នាក់ឯងទេគាត់ឡើងហៅប្អូនរបស់អិចគាត់ហ្នឹងទៅងូទឹកមួយគ្នាងូទឹកមួយគ្នាហ្នឹងហើយគឺទាំងពីរនាក់មានអារម្មណ៍ថាអត់ស្រួលដូចគ្នាព្រោះគាត់បាននិយាយគាត់ថាចុះយើងទៅលេងអាយប់ទី1គេនៅឆ្នេរសមុទ្រហើយសក់យើងទៅត្រូវសមុទ្រហើយទៅត្រូវខ្យល់សមុទ្រហើយវាមិនស្អិតហឹងចាអញ្ចឹងយើងត្រូវកក់សក់គាត់ថាពេលហ្នឹងគឺព្យាយាមកក់ដូចដឹងអញ្ចឹងស្រីធម្មតាកក់សក់យើងយូរចាសក់យើងវែងតែនៅក្នុងពេលនេះគាត់បាននិយាយគាត់ថាគាត់អត់ហ៊ានងូទឹកយូរទេគាត់កក់សក់លឿនខ្លាំងមែនតើទាំងពីរអ្នកប្អូនស្រីបើអិចគាត់ហ្នឹងកក់អញ្ចឹងហើយសឹងថាពេលស្រោចទឹកលៀងឲ្យទឹកហ្នឹងហូរឡើងផ្លែតបានហើយគាត់ហូរហើយបាក់ភ្នែកភ្លាមយកហ្មងរបៀបថាគាត់អត់ដឹងថាវាមកពីហេតុអីដែរគាត់មានអារម្មណ៍ថាអត់ស្រួលសោះហ្មងហើយព្រឺខ្នងខ្លាំងទាំងពីរនាក់ចាអញ្ចឹងគាត់ក៏ព្រឹបចាញ់មកវិញទៅរកប្រុសៗដែរតែទិញប្រហិតចាគេមកដល់ដល់អញ្ចឹងក៏នាំគ្នាទៅជួបជុំគ្នានៅកន្លែងក្នុងបន្ទប់កន្លែងគេងនឹងវិញកន្លែងបន្ទប់គេងនឹងវិញធម្មតាអញ្ចឹងណាជុំគ្នាអញ្ចឹងហើយក៏គេចាប់ដើមរៀបចំស្រែកប្រហិតស្រែកអីដើម្បីញ៉ាំអញ្ចឹងទៅហើយគាត់បាននិយាយដែរថាពេលហ្នឹងគឺគាត់បានសួរម្ចាស់កន្លែងគេងនឹងអញ្ចឹងណាព្រោះដោយសារតែគោលបំណងរបស់គាត់ចង់ចាក់ចម្រៀងជុំគ្នាក្នុងបន្ទប់នោះដូចជប់លៀងអញ្ចឹងណាហើយបន្ទាប់មកយើងញ៉ាំអីអញ្ចឹងហើយយើងផឹកស្រាតិចតួចតែគាត់មកបញ្ជាក់ដែរថាស្រាដែលគាត់ទិញមកញ៉ាំនោះគឺមិនមែនពពួកខ្លាំងទេគឺពួកស្រាដូចស្ប៉ាយដូចរីអូអីអញ្ចឹងអាតិចអញ្ចឹងហ្នឹងហើយដោយសារតែស្អែកឡើងគាត់ត្រូវជិះម៉ូតូទៅវិញផងហើយណាមួយនៅក្នុងក្រុមហ្នឹងមិនមែនសូត្រតែអ្នកចេះផឹកស្រាទាំងអស់ទេអញ្ចឹងគាត់ទិញអាស្រាមកទេមានន័យថាអត់ដល់ដាក់ស្វឹងទេណាចង់បញ្ជាក់អញ្ចឹងអត់ដល់ដាក់ស្វឹងអីណាញ៉ៃអីអត់ទេហើយគាត់សុំគេចាក់ភ្លេងគាត់បាននិយាយថាគាត់សុំគេអញ្ចឹងណាគាត់ប្រាប់គេសួរគេថាបងបន្ទប់ហ្នឹងបើសិនយើងចាក់ចម្រៀងចាក់អីទៅយើងលឺអាចថ្លង់គេអត់គាត់ថាបន្ទប់ហ្នឹងអត់លឺដល់ក្រៅទេហ្នឹងហើយអញ្ចឹងគាត់ក៏ចាប់ផ្ដើមចាក់ភ្លេងចាក់អីអញ្ចឹងលក់ពេញហ្នឹងអញ្ចឹងទៅហើយប្រុសៗវិញក៏បាក់ទូមើលបាតតចាគាត់ថាពេលហ្នឹងប្អូនបោះអិចគាត់ទាំងពីរហ្នឹងមួយគាត់នំនេះហក់ឡើងពេញលើពូកហ្នឹងហក់ប្រឡែងគ្នារៀងញ៉ៃហើយគប់ខ្នើគប់អីឡើងឆ្លងពេញបន្ទប់ហ្នឹងហ្មងដល់ពេលលេងហត់បាននៅហ្នឹងចោះមកក្រោមអង្គុយញ៉ាំប្រហិតមកទូហ្នឹងវិញអញ្ចឹងណាកំពុងតែអង្គុយញ៉ាំបានមកស្ទុះមើលបាល់បដាចាក់ចម្រៀងបដាអញ្ចឹងណាប្អូនរបស់អិចគាត់ចាប្អូនស្រីរបស់អិចគាត់ហ្នឹងក៏និយាយថាបងខ្ញុំមានអារម្មណ៍ថាមានគេឆ្លោះគ្នាគាត់និយាយចឹងគាត់ថាគាត់ឮសូរសំឡេងគេឆ្លោះគ្នាដល់ហើយមកសន្ទុះទៀតគាត់ក៏និយាយគាត់ថាសូមឲ្យបងគាត់ហ្នឹងបិទ
thôi rồi lấy đủ tua thôi xong này cho miệng mờ có trong tiếng sẽ đạp thay này cái chú khăn chứ á đại pe nâng chăn còn ban gì phẹp ôn sẽ bởi còn đằng này tha miên bị nè cái chú khăn bởi dương băng lời lư chứ nâng chú khăn mày lư sau sai xong lấy tua hay dương mơ bà to đai rồi vậy phẹp chân chứ nó cho nó ôn sẽ bao sòng xa cha bỏ chăn nó có tam lần chân từ có thư thoại mà đa mình từ chăn còn ban gì đã thànhจะท่านไปเดี๋ยวยามไอ้จุงคนนี้ห้าวให้พอๆเกมบ้าแกไอ้จังเตอร์เป็นนั่นกอดบานใหญ่ถ้ากอดฮอตไปกอดบานโจลเกย์มนเก๋หายมนไปกอดโจเกย์นี่คือกอดประดามปูมาก็ได้จังนะก็ท่าบัดเพลิงไอ้บัดเตอร์แต่ส่งแต่มวยส่งบากเพลิงว่าตบตักกอดอัดใจเกย์หรือเงินสลองเตะจ้าจังกอดบานแผลปูมาก็ท่าถือไอ้เตอร์xong tập bao phượng tập tập mười bà này bên vậy tới phò tầng buôn nè nó cứ kê liệu tha sĩ kê mưa ba hay cái chặt ba cái ấy chứ á chân cái cùi mưa ba cái ấy chân tờ hai nô pê nó cứ quạt ban gì phạm nhóm tha tông mong đạp cả lại nó cứ quạt lang khẽ kê bắt hay quạt ban gì thành chân á nè có tha ở pê để kê nó chỉ mới tờ bồn lá cứ quạt thở kê nơi khẽ tị bầy cho mùi nó ôn sấy bao ít quạt hai khẽ cả đá nó cứ chỉ khẽ để phụ mạ bao quạt phò pi nè nó kê khẽ ti muối cứ chỉ khẽ ở song xa chắc quạt thở kê cho mùi nó ôn phò quạt và ta đọc pê quạt hiệp kê mình tên quạt nó khơi thay quạt trăng kê chật cho mùi nó song xa chắc quạt nó chởn chiêng nòng lỏng pê nó á lỏng pê nó cứ quạt chỉ song xa nó khnia nó ngày ta lời nó song xa cha nhưng bỏ xe cái này là hai trả chân pin nó cứ quát trắng từ kia chất sòng xa các bạn là ngày đợt chân quát có đô cái lại kia chân nó quát từ co từ kia nó khẽ tìm mùi vinh hai ao giờ và ôn phỏ bò ít quát nó mặc kia nữ khẽ tìm bấy chụp một ôn sấy này vinh trà là việc chân á chân quát có sẽ làm kia từ hai quát bàn phải chạy đây tha ở bờ khẽ tìm muối nó bây giờ tới cứ miên bả mùi nó ôm mà tha bà sân dương kia là miền tới bả nó cứ dương ắt lẹ tới ắt nâng mỏ ngay trà cứ dương nó kia bán là việc tha khẽ việc bả mến tay luôn dương cứ ai kia như cái lại nâng bàn chân vậy trắng á quát ban vậy đây tha pe nó cứ quát kia hay quát kia bài khăn non đặt khnia chụp một nó song sàng quát pe nó ở bờ tam quát giấy có tha tôn máu pin đập nâng ảnh đã hưởng hai nâng cả lớn á ở mù lại để quát chăm cho bán nó cứ đi sao ta quát dạ tụt bị lưỡi kề trà pe nó cứ quát chụp một nó song sàng quát kia bài khăn non đặt khnia chả cả bông kia hái cho nó pe nó có ban vậy thành chạy tha ở tủ sạp ba song sàng quát nó rủ chả được không pe nó cứ quát chỉ song sàng nâng khnia nữa lại có tha pe nó tủ sạp ba song sàng quát nó rố quát có lược tủ sạp nâng máu bầm nón trắng đa song xa quát đã bay lược tủ sạp buộc khơi ha ở nè tay máu nó cứ chùm mê bao song xa quát nó biểu tha quát tay nó bay ơi chui chặt ba lại trắng á nè chà chân quát có đa song xa cha quát nó đã bay lai tủ sạp nâng đã bay ơi chặt trai hướng xây này để mê quát nó trời thời chân từ bàn tay quát tha nơi pe để quát cả song xa quát tha song xa quát nó thẹ quát lặng tiệt mỏng là tiệt liệt khè năng hái sẽ đã quạt tiệt đài say năng cứ mình mền sầm lệnh bó song ra cha quạt đi sầm lệnh say năng cứ sầm lệnh sậy sầm lệnh mình được sậy sẻ chứ mền sầm lệnh quạt bay từ chia sầm lệnh tôi sẻ cho sầm lệnh không ai mền ấy mền sầm lệnh chẳng cứ sầm lệnh say mỏng mền sầm lệnh quạt mỏng chà hay đòn chân chan ấy còn nhẹ thử thẹn mà trơn hả nè ngày mà trơn nhanh tới hai lý do sầm lấy sẽ trong tiện hai mơ tới cứ đôi viêm mình mền sang xa quạt á về nóng ấy đòn chắc quạt heng phong ấy phong hai con tụt bị lừa khẻ nó liêm mỏng con tụt hái quạt lột bị khẻ tí muối nó lột phao tới khẻ tí bay mỏng bờ tam sắp tới khẻ nó cứ ắt ngay kia mà này có thằng con lô tới khẻ nó quên mỏng phơi phong sờ lạng càng hỏi học bông cho khné đòn chân quạt hai con mơ tôi sòng xa cha quạt đừng chẳng có tha quạt mơ đó khơi nhở sòng xa cha có nó bị ngợp cối bàn tay cối nó cối là bị cối áo cho cô ngõ nè cối áo cho cô nó hai các ba cặp nâng cho cô giống chà cối áo nó nâng mong cối áo nơi ở cối nơi các ba khe nó ngõ các mình cối trong cái đà khe hay có thà khơi áp lọt khe nó ngõ áp lọt để thay như vậy mình thà cái kia bán nó khơi đôi bên mình được đi nó nâng chẳng hay phôi khổ khơi chẳng mong để quạt pe nó quạt phay phong quạt ban vậy mà có tha bạc lương quạt vậy chẳng ấy cho pe nó cái bạc lương có thằng bạc lương là bay xuống mừ hay là hai thứ ăn miên phải nả ngợp sao vậy tới chia phò ấy nó mới còn lủng phôi thằng ăn đi mỏng ăn miên nả cây ngơ bê nó có than trẻ có thằng ăn đằng sợi cho luôn quạt khăng khăng mình tên là việc tha quạt ai chụp ti môi cầu bả kê nhà chụp ti pi một chụp đường trai tiết quạt thằng quạt khăng khăng mình tên làng chê mà tố chê mai và đòi á quạt khăng pi nằng quạt chê thằng ơi anh đế gì nhảy việc quạt thằng quạt chê là hôn mỏng á chê hái quạt lằng lên khai lên ấy thằng ăn ngợp đà làng tới bạc lường đọc bị bạc lương tới có tha pe nó cứ quạt phay mỏ còn bạc lương hái quạt rốt tờ hồ khẻ thì bay nâng bên mỏng có tha quạt phay lăng phừ bỏ lấy hột tờ bên lẳng chân mỏng phục khơi sang ra quạt nó ấp ra cái đấy khlang
khơi quay nho chẳng hay ông chụp con chẳng hay ông các ba nó hồn hai à cái liệt khẻ nó vẫn cứ khơi nhiều chứ mình nữ đê món á cha bao lưng hai các bạn đây cứ nó khơi chân thật đại hai đọc pe há cò quát cho mình ôn sấy để kia nó khẻ thì bây nó cứ nông kia từ sừng ngậm nó khẻ cái đá sừng ngậm nó khẻ cái đá để tới tầng buôn nè món cho một phụ mạ con bỏ xanh thì cho nó mới đi cái lủng phui ao kia món lên khoa tha ô phụ mạ sấy lên khoa gì tới cứ phơi á bên nó cứ nhọt ở kia á năm nay cái lủng phui chẳng hay hiện cái lìa sờ lẳng mưa từ sang xa cha con nó á có tha bên nó con lẳng cất khuôn này để ta tham bờ sân chỉ cái lệ mưa tam tu hai trang sa mạo trên mà quanh reflection chùm nàng pha tranh một bánh khơi vì nè kêu xe ngừng cùi cái lại sang xa cha con nó mệt tớiแต่ពេលហ្នឹងគឺគាត់អត់ហ៊ានមើលដែរអញ្ចឹងណាគាត់ថាភ័យឡើងមកសតុបាននឹកឃើញថាប៉ារបស់សង្សារចាស់គាត់ហ្នឹងអ្នកចេះសូត្រប្លៃដែលតមើលខ្មោចយ៉ាងអីហ្នឹងអញ្ចឹងណាបានគាត់លូកដៃទៅចាប់ទូរស័ព្ទគាត់លូកដៃហៀវទូរស័ព្ទគាត់អញ្ចឹងណាហើយចុចទៅដល់ពេលទៅគាត់រៀបរាប់ពីតាដើមតូអញ្ចឹងទៅបានប៉ាគាត់ប្រាប់គាត់និយាយរបៀបឲ្យយើងស្ងប់ចិត្តផងអីផងគាត់ថាឥឡូវហ្នឹងហាមរត់ចោលគ្នាគឺត្រូវតែនៅជាមួយគ្នាអត់មានពីណាគេរត់ចោលពីណាគេទេហើយគាត់និយាយថាឲ្យនាំគ្នាហ្នឹងបដុំគ្នាហើយទៅបន្ទប់ទឹកទៅដួសទឹកធ្វើម៉េចឲ្យបានមកផ្ដិលមកនិយាយទៅគឺកែវក៏បានដែរក៏បានដែរដួសទឹកឲ្យបានមកដូចយើងទុកប្រព្រំហ៎ចាដួសមកហើយមិនម៉ាចាំគាត់សូត្រអញ្ចឹងណាពេលហ្នឹងគឺចានគាត់បាននិយាយដែរគឺគាត់ខំប្រឹងរួនសង្សារចាស់គាត់អញ្ចឹងណារួនដាំងវហ្មងឲ្យនិយាយអីអញ្ចឹងណាហើយឲ្យជួយងើបទៅអញ្ចឹងទៅពេលហ្នឹងគឺគាត់និយាយដែរថាសង្សារចាស់គាត់ហ្នឹងជាអ្នកចូលក្នុងបន្ទប់ទឹកទៅដួសទឹកហ្នឹងមកហើយគាត់ជាមួយនឹងពូម៉ាក់គាត់ម៉ែអ្នកទៀតនេះគឺចាឈោកាន់ដៃគ្នាភ័យញ័រតាហ្នឹងពេលហ្នឹងគឺគាត់និយាយដែរថាទឹកហ្នឹងគឺប៉ារបស់សង្សារចាស់គាត់ហ្នឹងអ្នកសូតាមទូរស័ព្ទហើយគាត់នេះអ្នកដើរប្រោះព្រំខົບឆុងខែហ្មងណាចាខົບឆុងខែថាធ្វើអញ្ចឹងហើយអស់ពេលហ្នឹងបានគាត់សម្រាប់ចាត់ថាអត់គេនៅនឹងការទេនំគ្នាចេញទៅខាងក្រៅហ្មងទៅពីធ្វើហើយអញ្ចឹងណាគាត់ថាពេលហ្នឹងម្លងពេលហ្នឹងគឺប្អូនរបស់សង្សារចាស់គាត់ហ្នឹងរបៀបគ្នាចុកពោះចំពេលហ្នឹងគាត់ថាភ័យខ្លាំងឡើងដល់ថ្នាក់ចូលក្នុងបន្ទប់ទឹកបាត់ជើងណាចាបាត់ជើងណាហ្នឹងហើយបាត់ជើងទៅឡើងអត់បាត់ទ្វារទេម្នាក់គឺឈរនៅមុខទ្វារហ្នឹងតែគ្រាន់តែបែរខ្នងបែរមុខចេញអញ្ចឹងណាហ្នឹងហើយតែអត់បាត់ទ្វារទេព្រោះខ្លាចខ្លាំងពេលហ្នឹងគាត់ថាពេលហើយបើនំនេះចេញទៅហ្នឹងគ្រាន់តែចេញផុតពីកន្លែងគេងនឹងភ្លាមគាត់ថាគាត់យំហ្មងចាន់គាត់ថាគាត់ធ្លាយំហ្មងណាវាភ័យផងអីផងណាជិះតាមផ្លូវហ្នឹងគឺយំហើយបើពួកម៉ាក់គាត់មួយទៀតវិញគាត់បាននិយាយដែរថានៅក្នុងចំណោមពួកម៉ាក់គាត់ប្រុសៗហ្នឹងគឺមានម្នាក់ហ្នឹងគឺហឹងធ្គាមហ្មងហឹងធ្គាមនិយាយអីអត់ចាញ់ទេគាំងតាំងពេលរឿងហ្នឹងកើតហេតុភ្លាមបើកមកអត់ចាញ់ហ្មងហើយគាត់ថាក្នុងម្លងពេលជិះម៉ូតូចេញមកខាងក្រៅហ្នឹងពេលហ្នឹងគឺគាត់តម្រង់ទៅកន្លែងនំប៉័ងសាច់សិនហ្នឹងហើយទៅរកកន្លែងអង្គុយសិនវាថាហូនដល់កន្លែងទៅបន្តអត់ឃើញអញ្ចឹងយើងទៅរកកន្លែងមនុស្សសិនអញ្ចឹងណាទៅហ្នឹងគាត់ថាពួកម៉ាក់គាត់ហ្នឹងជិះតាមផ្លូវហ្នឹងផ្ទះធ្គាមខ្លួនឯងរហូតហ្មងឡើងពួកម៉ាក់គាត់ផ្សេងទៀតដែលទៅជាមួយគ្នាហ្នឹងឃើញអញ្ចឹងនំនេះសួរថាកាត់អីមិនផ្ទះខ្លួនឯងchơiអញ្ចឹងណាគាត់ហ្នឹងនិយាយអត់ចាញ់ទេធ្គាមហឹងនិយាយទៅគឺធ្គាមហឹងជាប់ហ្មងហើយសម្រាប់ចានវិញគឺយំរហូតហ្មងយំឡើងទៅដល់កន្លែងលក់នំប៉័ងហ្នឹងឡើងអ៊ីនំប៉័ងហ្នឹងសួរថាអញ្ចឹងថាម្នាក់កើតអីមែនពុំមកក្រុមហ្នឹងមកដល់ដូចចម្លែកចឹងមួយយំរហូតមួយទៀតអង្គុយផ្ទះធ្គាមរហូតអញ្ចឹងណាដល់ហើយទៅក៏គេប្រាប់អ៊ីហ្នឹងអញ្ចឹងណាចាប្រាប់អ៊ីលក់នំប៉័ងហ្នឹងបន្តិចបន្តួចពីរឿងកើតហេតុបាទអ៊ីហ្នឹងគាត់និយាយវិញថាអាកន្លែងផ្ទះគេហ្នឹងមែនផ្ទះហ្នឹងខ្មោចលងសាហាវសឹងអីហ្នឹងបាទអ៊ីនឹងប្រាប់ថាតាក៏ប៉ុតផ្ទះហ្នឹងខ្មោចលងខ្លាំងគេងចំកន្លែងបន្ទប់គេងចំអាកន្លែងរបស់វាគឺលងសាហាវហ្មងហើយលងស្ទាយខុសគ្នាគាត់និយាយហ្មងថាកន្លែងហ្នឹងល្បីណាស់ណាគេក៏ស្គាល់ដែរតែខ្មោចលងបន្ទាប់ពីហ្នឹងមកបានពួកគាត់នំនេះសម្រាប់ចាត់ងុយដេកខ្លាំងគាត់ទាំងអស់គ្នាក៏នំគ្នាទៅកន្លែងបង់គាត់ថានៅម្ដុំកន្លែងឆ្នេរសមុទ្រហ្នឹងមានបង់ហើយទៅចែកគ្នាម្នាក់មកបង់ហ្នឹងហើយដូរវេនគ្នាដេកទៅគេងទាំងអស់គ្នាមកមិនកើតមិនត្រូវមានអ្នកមើលម៉ូតូហ្នឹងហើយចឹងគាត់ត្រូវដាក់វេនគ្នាម្នាក់គេងបាន1ម៉ោង2ម៉ោងឯងតទៅដល់ម៉ោង6អី6កន្លះអីមេចាប់ដើមភ្លឺម៉ោង7អីហ្នឹងបានទៅកន្លែងគេងហ្នឹងវិញចាដល់ពេលគាត់ទៅដល់កន្លែងគេងហ្នឹងវិញមិនគាត់សួរគេអញ្ចឹងណាថាប្រយុទ្ធមិញមានលឺសូរសំឡេងគេឆ្លោះគ្នាអីអត់ព្រោះដោយសារពួកគាត់ប្រយុទ្ធមិញហ្នឹងមិនស្រែកសោះសារចាស់គាត់ស្រែកផងពួកគាត់ភ័យឡូឡាពេញហ្នឹងផងអីផងអញ្ចឹងយើងមិនចង់ដឹងយើងសួរគេយកមិនថ្លង់អីអត់លឺអីអត់គេនិយាយថាមានលឺអីទាំងអស់ស្ងាត់ធម្មតាហើយពេលហ្នឹងពួកគាត់ចូលមកនៅបន្ទប់ហ្នឹងវិញគាត់បាននិយាយដែរថាពេលហ្នឹងគឺជ្រើសរើសគេងជុំគ្នានៅខែទី3គេទាំងអស់គ្នាហ្មងល្មៀលពេញហ្នឹងហ្មងគាត់និយាយដែរគាត់ថាពេលហ្នឹងគឺហត់ខ្លាំងពេកយើងអត់ល្ងុយខ្លាំងពេកដែលយើងគេងចៀតចូលគ្នាអញ្ចឹងក៏បានណាចាវាដល់ថ្នាក់ហ្នឹង
hai bản bộ quát lang máu bình ta muốn lang mỏng bình nhưng cứ quát ban vậy đây quát ban xua chẳng á quát xua ở bộ mẹ quát để tha hằng kim nâng ngỏ tha ở trong nó thay bản đó thằng nâng nâng ngày bị dục nâng quát khơi ấy hai bản quát vậy mình bộ mẹ quát để hằng kim nâng vậy thành trẻ quát tha quát kênh mà dục nâng á quát bay mơ tư ta khẽ đi môi nâng thì khẽ bỏ chán hay nâng song xa cha bỏ chán nâng quát thà khơi pi đó nó chluộc nia mỏng chluộc nia bật tay bật tóc nia pin nâng hay chán quát nọc nong chặt với như này có thể té anh mới chua này nó dụng mình anh đây sọc cái thẻ nè tập bàn nắng nè hai con hột xanh bị khé nè mình chua này khơi nhọn bàn tay đọcไปปูmẹ con đủ với có thể ở đây khơi chua này hai bạt tập này dù khẳng chả có khơi chua mòn chua hai bản khơi thẻ bàn tay nơi pe đài ở song xá cha bò ở tràn thẻ nè ngheปูmẹ con để hưởng kiếm nó thay mình mèn khơi thẻ cha đấy khơi thẻ mà đâu sấy mà nè tiệt sền dịu rộp sỏ mình men thẻ tràn này về nó cứ khơi tràn nắng nơi khẻ thì bay bà đây miền này thà bộ quạt khơi hộp hiệp khó này á chả đò pe hai bàn tràn nó gọn nghiệm mà xua song xa cha con vinh tham mất bàn thẻ có vật bàn song xa cha con nó quạt điệp con giời á có tha op nó cứ phừ bỏ lại đọt tham thông hỏi mà có tha dục nắng pe để quạt ở thẻ nắng á quạt ọt miền mơ khơi mà được xảy rộp so hai cả ọt miền mơ khơi thà tràn này bàn tay quạt mơ khơi mà được pro bay lăng lùi món á mục ấy cứ không mau lùi món á chả có thay là biểu đích bay lùi lăng cái mặt nó chuột nên nắng á mưa lật đăng phần phía tề hay miệt thông khẳng có khơi không ai cướp món á luôn đằng các bạn đã trong cho không ai cướp hay khơi bay là lùi đó á chả khơi chẳng hay mà đây chật quạt 11 quạt trắng á nè đợt chắc quạt thẹ vì chẳng á hai sầm mèo sầm lệnh mà nó say trong mấy bờ tam ở quạt khỏi máu quạt ban vậy phép nhóm á có tha ở đời xa tờ calpi quạt dọc xài co bờ tao này nữa á từ ở phơi bờ sắt thí nữa á bờ sau bên sau để ca đây tha ở nẹt can thay đã xa nó cứ bị mê top sợi chả ở đằng pi chân na bàn tay mê top sợi quạt tha bà hai trên trắng cái bàn pe nó sầm lệnh để quạt lư nữa á cứ mình mèn sầm lệnh sang xa cha quạt té cứ chơi sầm lệnh mà nó say xẻ chơi nó cứ ca mỏng á nàng ngày hay thẹ mỏng chả con khơi khó khăn rằng con vậy thà to bị nặng máu pe là mỏng bên có tha con được khai chứ khai là họ đó là mỏng bên hay hiểu nó có toàn chọc đài có ban vậy để tha ở tam phơi để qua chi là mỏng bên nó cứ nông khné chi chop kê nhỏ chốc khné hot ọt ban kê tê bị dục hái là ngày tụ bây giờ ban kê tình tê bật kê xong là ngày dương hot dương ấy hay bột cho mùi là ngày dương phơi dương stress dương ấy ní tiết cứ cằn tại đạp trà chân có tha pe để chi màu bên nó cứ có chi chop kê nè này chỉ chop kê chẳng là hô đo pen mà đo tè vinh nhưng cứ quạt ở tơi tè bỏ ở song xa cha quạt sấn quạt tha ở pen nó cứ pa bỏ song xa cha quạt nó là quạt sột quạt can tập để biểu tục sột ao tục pro ao chẳng hay quạt sột chẳng này sột hai pro hai ai quạt che tập là nó sao nó trao một che trao một tè tôi tóm là nói bộ quạt trâu không tè nó tới bà quạt bẹt xài ao chẳng á cà pia trà bẹt xài ai hai ban quạt ở cho tẹt luôn anh mình quạt ban vậy đây thà pe nắng cứ ở toàn chọc sụp bùa tiệt có thà pe để quạt cho tự đọp tẹt quạt nắng bờ tam quạt dịp hợp nhóm cứ quạt trong chma buôn cái bá cái buôn cái bá hai quạt vậy tha nó pe để quạt cho từ tẹt quạt từ bầu mạ bạc quạt chà pe nắng ở kê nhục lang chẳng á mạ bạc quạt cứ lư sâu xâm lệnh pe côn bên mày chụp lư nơi kiên tẹt nắng á chà lưu sô bên mà dục lạng đo thằng nè qua thử từ vắt từ sông tật môn hái vô mà bạc prom không te chung quanh te năng chẳng á hai chan này có từ vắt luôn ấy này có tật sổ tật tham trên chỉ tới có tha quạt màu vẫn cứ quạt đa sổ tật bên năng mỏng hoặc quạt luôn ấy có quạt mèo rắm thạ toàn sả sổ bùa đây có tha quạt khai lạng bay khai á mà đòn pin hay được khai bay khai tiệt chà làng sổ tật sổ ấy chẳng hay tật môn tật ấy vô một bạc prom ai pin thlia te năng á đo thằng nè năng á chà hai ban khối mà bạn chập đam sạm đồng tình có ban vậy đây thà hai chỉ mà bị xây dương vì hiện cái buộc đái á đòn chân tới kê còn mà ai gì dương khang này nè để khơi nó cứ nè để nó chụp mình quạt ai khơi ai đăng lư chân từ chà tay mẹp quạt bính vì mình xây chị ấy vào màn đài vì ao khơi khang đôi bụ mẹ quạt được một cái song sa chặt quạt khơi chẳng á hai giờ chà nên tất cả các bạn hai chỉ ngờ ra hai đấy bản sọc miền rừng cả hai nấu tài nó thật gật của nhóm toàn ban vậy bị hạt pha cứ để xa tập pel môn pel kế nữa nghe ở song xa cha có chừng một phụ mẹ còn nắng nông không vậy thà chẳng đằng đó lấy thạc xài còn nó khăng ban na nó chọn xả mà đó vậy thì bị mình trắng ấy đại chan còn ban vậy đây có thà còn cho ba mỏng tha phụ quan nó cứ không mua thoảng nắng
គាត់អត់គួរនិយាយថាចង់ដឹងខ្សែកបតោហ្នឹងខ្លាំងប៉ុណ្ណាចង់សាកម្ដងចង់អីម្ដងនិយាយរបៀបអញ្ចឹងណាចាអាមុនហ្នឹងគឺគាត់និយាយអួតគ្នាខ្សែកហ្នឹងម្ដងហើយអាពេលដើរនៅលើពេលគាត់ទៅលេងជ្រោះហ្នឹងហើយដើរកាត់ខ្ទមអ្នកតាអញ្ចឹងហើយនិយាយគ្នាខ្សែកខ្លាំងចេះមានអ្នកកាន់ចេះលយរបៀបលយអញ្ចឹងណាហ្នឹងហើយដល់ពេលមកដល់កន្លែងបន្ទប់គេនេះនិយាយអញ្ចឹងទៀតនិយាយថាចង់ដឹងខ្លាំងប៉ុណ្ណាចង់សាកម្ដងចាពេលហ្នឹងភ្លាមហ្នឹងគឺចានគាត់បានស្ដីឲ្យពួកគាត់ដែរថានិយាយអីចឹងឲ្យសុំកម្មាទោសអីចឹងណាតែបើតាមខ្ញុំស្ដាប់តាណាដើមតងសាច់រឿងទៅពួកគាត់ដូចអត់មាននិយាយសុំកម្មាទោសក្នុងមួយក៏អីទេគ្រាន់តែពួកគាត់ឈប់និយាយហ្មងបែបចឹងណាតែប្រហែលជាមកពីមូលហេតុហ្នឹងហើយបានចានគឺគាត់ច្បាស់ហ្មងថាមកពីនិយាយអញ្ចឹងបានរឿងនឹងកើតឡើងប៉ុន្តែស្របពេលជាមួយគ្នាក៏អ៊ីអ្នកលក់នំប៉័ងនិយាយដែរថាកន្លែងហ្នឹងគឺឡងខ្លាំងចាស្រាប់អញ្ចឹងយើងមិនដឹងថាតើមកពីកន្លែងហ្នឹងឡងស្រាប់ឬមួយក៏មកពីខាងប្រព័ន្ធហ្នឹងគឺគាត់ខំមាត់ខកកឬមួយក៏មកពីទាំងពីរហ្នឹងបូកចូលគ្នាយើងវាអត់ដឹងចុះអត់ថាយើងទៅកន្លែងណាដែរមិនមែនជាកន្លែងយើងកុំមាត់ខ្លាំងពេកចាអាគុំសមយោទេអាហ្នឹងជឿមិនជឿឬគឺលើយើងខ្លួនឯងតែវាអត់មានខុសទោះអីដែលយើងកុំឆ្លើយយល់អត់កុំឆ្លើយកុំឆ្លើយខុសរបៀបវាអត់ខុសទោះអីទេហ្នឹងហើយសាច់រឿងយើងគឺយើងមានប៉ុណ្្នឹងឯងចាអរគុណដល់ចានមែនតើដែលគាត់បានឆាតមកចែករំលែកបទពិសោធន៍របស់គាត់ដែលគាត់បាននិយាយថានេះគឺជាលើកទី1ដែលគាត់បានជួបគាត់អត់ដែរជួបទេពីមុនមកនេះគឺជាលើកទី1ដែលគាត់ជួបហើយគាត់ក៏មិនចង់ជួបជាលើកទី2ដែរចាអញ្ចឹងអរគុណដល់គាត់មែនតើដែលគាត់បានឆាតមកចែករំលែកសាច់រឿងបទពិសោធន៍របស់គាត់សង្ឃឹមថាគ្នាយើងជួយចាត់រឿងនៅក្នុងវគ្គនេះជួបគ្នានៅវគ្គក្រោយបាយបាយ